សង្គ្រាម75ឆ្នាំអ៊ុយក្រែនបានត្រឹមតែចុះចាញ់ជាមួយផែនការសន្តិភាពថ្មីរបស់លោកត្រាំដែលត្រូវតម្រូវឲ្យអ៊ុយក្រែនប្រគល់ទឹកដីទៅឲ្យរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាមដំណើរការស្វែងរកសន្តិភាពបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានចប់គាំងមួយផ្នែកធំចាប់តាំងពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានជួបលោកប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីននៅក្នុងកិច្ចប្រជុំកំពូលមួយនៅរដ្ឋអាឡាស្កាកាលពីខែសីហាកន្លងទៅប៉ុន្តែកិច្ចចរចាស្វែងរកសន្តិភាពហាក់ដូចជាកំពុងមានសន្ទុះសាជាថ្មីតាមសារព័ត៌មានអាមេរិក Politicoសហរដ្ឋអាមេរិកនិងរុស្ស៊ីបានធ្វើការជាសម្ងាត់ជាមួយគ្នាលើការសរសេរផែនការសន្តិភាពចំនួន28ចំណុចថ្មីមួយសម្រាប់អ៊ុយក្រែនហើយក្រុមមន្ត្រីអាមេរិកថែមទាំងមានសុទ្ធិនិយមទៀតផងថាកិច្ចព្រមព្រៀងមួយអាចនឹងឈានដល់ក្នុងពេលអនាគតដ៏ខ្លីខាងមុខដោយឡែកកាសែតអាមេរិក New York Times បានរាយការណ៍នៅក្រោមផែនការថ្មីខាងលើទីក្រុងហ្គៀវនឹងតម្រូវឲ្យបោះបង់ចោលទឹកដីកាត់បន្ថយទំហំយោធាពាក់កណ្ដាលនិងប្រភេទអាវុធមួយចំនួនផែនការថ្មីនេះដែលត្រូវបានព្រៀងឡើងដោយមិនមានអ៊ុយក្រែនចូលរួមបានឆ្លុះបញ្ចាំងពីការទាមទារជ្រុលហួសហេតុរបស់វិមានកម្លាំងចាប់តាំងពីសង្គ្រាមអ៊ុយក្រែនទុះឡើងកាលពីឆ្នាំ2022មកនិងដែលត្រូវបានអ៊ុយក្រែនទាត់ចោលនេះជាកិច្ចប្រឹងប្រែងចុងក្រោយបំផុតមួយរបស់រដ្ឋបាលលោកត្រាំដើម្បីស្ដារកិច្ចចរចាកំពុងជាប់គាំងឡើងវិញតែអ្នកអត្ថាធិប្បាយអ៊ុយក្រែនខ្លះមើលឃើញថាវាជាការប៉ុនប៉ងមួយក្នុងការដាក់សម្ពាធឲ្យអ៊ុយក្រែនធ្វើសម្បទានក្នុងបរិបទរដ្ឋាភិបាលលោកសេឡែនស្គីកំពុងចុះខ្សោយដោយសាររឿងអាស្រូវពុករលួយដែលអាចនឹងបំបាក់ស្មារតីសម្ព័ន្ធមិត្តលោកខាងលិចពីការបន្តបញ្ជូនជំនួយទៅឲ្យអ៊ុយក្រែនកំពុងរងសម្ពាធយ៉ាងខ្លាំងនៅលើសមរភូមិសង្គ្រាមផងដែរជាពិសេសក្នុងតំបន់ខាងកើតអ៊ុយក្រែនជាទីដែលកងទ័ពរុស្ស៊ីនៅតែបន្តរីកចម្រើនសម្ពាធដែលរដ្ឋាភិបាលលោកសេឡែនស្គីកំពុងប្រឈមនេះហើយអាចជាហេតុផលមួយធ្វើឲ្យរដ្ឋបាលលោកត្រាំជំរុញផែនការសន្តិភាពថ្មីមួយនេះឡើងដោយជឿថាមានឱកាសនឹងទទួលបានជោគជ័យលោក Konstantin Yeltsin ជាអតីតទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអ៊ុយក្រែននិងមានជំហរនយោបាយជំទាស់នឹងលោកសេឡែនស្គីបាននិយាយថារឿងមួយដែលច្បាស់នោះគឺជំហររបស់អ៊ុយក្រែននៅពេលនេះមិនមានភាពរឹងមាំទីនោះទេហើយវាមិនត្រឹមតែត្រូវមើលឃើញនៅក្នុងប្រទេសប៉ុណ្ណោះនោះទេសូម្បីតែដៃគូរបស់យើងក្នុងនោះរួមមានសហរដ្ឋអាមេរិករួមទាំងសត្រូវឈ្លានពានរុស្ស៊ីក៏មើលឃើញដែរខាងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្តីលម្អិតនៃផែនការសន្តិភាពអ៊ុយក្រែននៅឡើយនោះទេនៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានអំពីផែនការនោះលោក Stephen Miller អ្នកនាំពាក្យសេតវិមានបានឆ្លើយថាមិនមានព័ត៌មានឬសេចក្តីប្រកាសណាមួយត្រូវបានធ្វើឡើងនោះទេសហរដ្ឋអាមេរិកកំពុងស្ដារកិច្ចប្រឹងប្រែងការទូតរបស់ខ្លួនឡើងវិញបន្ទាប់ពីមានកិច្ចប្រជុំជាច្រើនជាមួយក្រុមមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនរួមទាំងកិច្ចប្រជុំកំពូលរវាងលោកត្រាំនិងលោកពូទីនដោយនៅតែមិនអាចរកច្រកចេញបាននៅឡើយរដ្ឋបាលលោកត្រាំបានដាក់សម្ពាធលើរុស្ស៊ីនិងអ៊ុយក្រែនឲ្យសរសេរលក្ខខណ្ឌសម្រាប់ការផ្សះផ្សាមួយដែលអាចនឹងក្លាយទៅជាមូលដ្ឋាននៃកិច្ចចរចាគណៈប្រតិភូមួយនៃមន្ត្រីយោធាជាន់ខ្ពស់អាមេរិកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅកាន់ទីក្រុងហ្គៀវកាលពីថ្ងៃពុធទី19ខែវិច្ឆិកាដើម្បីជួបចរចាជាមួយមន្ត្រីអ៊ុយក្រែនអំពីការបំបែកភាពជាប់គាំងតាមសារព័ត៌មានអាមេរិកដដែល Politico ផែនការសន្តិភាពសម្ងាត់រវាងអាមេរិកនិងរុស្ស៊ីបានលេចចេញជារូបរាងឡើងចេញពីជំនួបរវាងលោក Steve Witkoff ជាបេសកជនពិសេសរបស់លោកត្រាំនិងសម្ភាគីរបស់លោកគឺលោក Kirill Dmitriev មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថារដ្ឋបាលលោកត្រាំបានជួយដំណឹងដល់អ៊ុយក្រែនអំពីកិច្ចចរចាតែអ៊ុយក្រែនមិនបានចូលរួមទេហើយថាអ៊ុយក្រែនមិនអាចទទួលយកបានឡើយតាមលក្ខនៅក្នុងផែនការសន្តិភាពថ្មីនៅក្រោមផែនការសន្តិភាពថ្មីដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីបានសរសេរសម្រាប់អ៊ុយក្រែនទីក្រុងហ្គៀវតម្រូវឲ្យបោះបង់ចោលទឹកដី Donbas ទាំងមូលទៅឲ្យរុស្ស៊ីក្នុងនោះមានទាំងទឹកដីដែលកងទ័ពរុស្ស៊ីមិនទាន់បានវាយកបាន Deep State ជាក្រុមមួយមានទំនាក់ទំនងជាមួយយោធាអ៊ុយក្រែនបាននិយាយថាឯខាងលើកម្រិតរីកចម្រើនបច្ចុប្បន្នកងទ័ពរុស្ស៊ីត្រូវចំណាយពេល4ឆ្នាំទៀតដើម្បីវាយកតំបន់ Donbas ទាំងមូល
គួរឲ្យភ្ញាក់ផ្អើលទៅទៀតនោះផែនការសន្តិភាពថ្មីនឹងតម្រូវឲ្យអ៊ុយក្រែនកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនទៅពាក់កណ្ដាលពីចំនួនកងទ័ពបច្ចុប្បន្នព្រមទាំងទទួលស្គាល់តំបន់គ្រីមៀនិងទឹកដីអ៊ុយក្រែនដទៃទៀតដែលរុស្ស៊ីកំពុងតែកាន់កាប់ជាទឹកដីរបស់រុស្ស៊ីបន្ថែមពីលើនេះរុស្ស៊ីក៏បានទាមទារដែរមិនឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីអ៊ុយក្រែនកំពុងគ្រប់គ្រងនោះទេនៅបន្ទាប់ពីមានបទឈប់បាញ់ការទាមទារនេះគឺជាការបដិសេធនឹងសំណើរបស់បារាំងនិងចក្រភពអង់គ្លេសដែលចង់ដាក់ពង្រាយកងទ័ពដើម្បីធានាសន្តិភាពនៅអ៊ុយក្រែនក្រោយសង្គ្រាមបានបិទបញ្ចប់កាន់តែអស្ចារ្យទៅទៀតនោះផែនការសន្តិភាពថ្មីនឹងតម្រូវឲ្យអ៊ុយក្រែនបោះបង់ចោលអាវុធរយៈចម្ងាយឆ្ងាយមួយចំនួនទៀតផងគណៈដែលសប្តាហ៍ថ្ងៃអ៊ុយក្រែនតែងតែដឹកនាំការវាយប្រហារដោយប្រើដ្រូនផលិតក្នុងស្រុកជាប្រចាំលើគោលដៅស្ថិតនៅក្នុងទឹកដីរុស្ស៊ីក្នុងនោះរួមមានទាំងទីក្រុងមូស្គូគូបញ្ជាក់ថារុស្ស៊ីបានឲ្យសញ្ញាថាខ្លួននឹងបន្តធ្វើសង្គ្រាមរហូតទាល់តែអ៊ុយក្រែនយល់ព្រមធ្វើតាមលក្ខខណ្ឌដែលខ្លួនចង់បានទីក្រុងគៀវបាននិយាយថាការផ្ដល់សម្បទានដូចជាដីប្រៀបបានដូចជាការផ្ដល់រង្វាន់ទៅឲ្យការឈ្លានពានរបស់រុស្ស៊ីហើយទុកឲ្យអ៊ុយក្រែនទន់ខ្សោយនិងងាយរងគ្រោះជាមួយការអះអាងថារុស្ស៊ីអាចនឹងប្រើប្រាស់បទឈប់បាញ់ណាមួយដើម្បីប្រមូលផ្ដុំកងទ័ពសម្រាប់ការឈ្លានពានជាថ្មីនៅពេលអនាគតជាមួយគ្នានេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃសុក្រនេះបានថ្លែងសារទៅកាន់ប្រជាជាតិដោយអំពាវនាវឲ្យមានការរួបរวมគ្នាជាធ្លុងមួយខណៈដែលប្រទេសនេះកំពុងតែប្រឈមមុខនឹងសម្ពាធដ៏ធ្ងន់ធ្ងរពីការចរចាជាមួយសហរដ្ឋអាមេរិកលើក្របខ័ណ្ឌសន្តិភាពថ្មីមួយជាមួយរុស្ស៊ីនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសន្ទរកថាដ៏មានសារៈសំខាន់នេះលោក Zelensky បានសង្កត់ធ្ងន់ថាឥឡូវនេះគឺជាគ្រាដ៏លំបាកបំផុតមួយនៃប្រវត្តិសាស្ត្ររបស់យើងសម្ពាធលើអ៊ុយក្រែនគឺធ្ងន់ធ្ងរបំផុតឥឡូវនេះអ៊ុយក្រែនអាចប្រឈមមុខនឹងជម្រើសដ៏លំបាកបំផុតគឺត្រូវបាត់បង់កិត្តិយសឬប្រថុយនឹងការបាត់បង់ដៃគូដ៏សំខាន់លោកក៏បានបញ្ជាក់ផងដែរថាអ៊ុយក្រែនត្រូវជ្រើសរើសរវាងការទទួលយកលក្ខខណ្ឌដ៏លំបាកចំនួន28ឬត្រូវប្រឈមនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយលោកក៏នឹងបន្តចរចាជាមួយនឹងអាមេរិកដោយការទទួលខុសត្រូវដើម្បីបង្ហាញថាអ៊ុយក្រែនពិតជាចង់បានសន្តិភាពមិនដោយការចោទប្រកាន់របស់សត្រូវនោះឡើយលោកក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកនយោបាយនិងប្រជាពលរដ្ឋឲ្យបញ្ឈប់ការឈ្លុបប្រកែកគ្នានិងល្បែងនយោបាយដោយបញ្ជាក់ថាសហភាពនិងរាជរដ្ឋាភិបាលនៃប្រទេសដែលមានសង្គ្រាមត្រូវតែធ្វើការដោយឯករាជ្យនិងមានប្រសិទ្ធភាពតែទោះបីជាយ៉ាងណាក្នុងនោះដែរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងចាំបាច់ត្រូវតែទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដែលសំដៅបិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសតវិមានលោក Trump បានលើកឡើងថាការខិតជិតដល់សារជាថ្មីនៃរដូវរងាការកើនឡើងនៃចំនួនមនុស្សស្លាប់និងការវាយប្រហារខ្លាំងក្លាជាបន្តបន្ទាប់គ្នាលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនបានសង្កត់ធ្ងន់អំពីភាពចាំបាច់ដើម្បីបញ្ចប់សង្គ្រាមឲ្យបានជាបន្ទាន់លោកប្រធានាធិបតីអាមេរិកបានអះអាងថាទីក្រុង Washington មានមធ្យោបាយដើម្បីឆ្ពោះទៅរកសន្តិភាពហើយលោក Zelensky នឹងចាំបាច់ត្រូវតែទទួលយកវាបើតាមលោក Trump រូបលោកទុកពេលឲ្យអ៊ុយក្រែនដល់ថ្ងៃប្រហ័សសប្តាហ៍ក្រោយដើម្បីទទួលយកផែនការរបស់លោកគួរបញ្ជាក់ផងដែរថាផែនការសន្តិភាពទាំង28ចំណុចរបស់សហរដ្ឋអាមេរិករួមទាំងលក្ខខណ្ឌដូចជាកំណត់ឲ្យអ៊ុយក្រែនត្រូវកាត់ទឹកដីទៅឲ្យរុស្ស៊ីទទួលយកការដាក់កំហិតលើយោធារបស់អ៊ុយក្រែននិងបោះបង់មហិច្ឆតាចូលជាសមាជិកអង្គការ NATO យ៉ាងណាមិញក្នុងនោះក៏រួមមានលក្ខខណ្ឌមួយចំនួនដែលទីក្រុងមូស្គូអាចនឹងជំទាស់ផងដែរហើយទាមទារឲ្យកងកម្លាំងរបស់រុស្ស៊ីដកថយចេញពីតំបន់ខ្លះដែលពួកគេបានកាន់កាប់បន្ថែមពីនេះសហរដ្ឋអាមេរិកបានគម្រាមកាត់ផ្តាច់ការចែកចាយព័ត៌មានសម្ងាត់និងការផ្គត់ផ្គង់សភាវុធសម្រាប់អ៊ុយក្រែនដើម្បីដាក់សម្ពាធឲ្យទទួលយកផែនការសន្តិភាពរបស់ប្រធានាធិបតីលោក Donald Trump សារព័ត៌មាន Reuters បានរាយការណ៍ដូចខាងលើដោយផ្អែកលើប្រភពចំនួន2ដែលដឹងស៊ីជម្រៅអំពីបញ្ហានេះដោយនិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណប្រភពដដែលបានលើកឡើងថាទីក្រុងគៀវកំពុងស្ថិតក្រោមសម្ពាធខ្លាំងបំផុតរបស់ទីក្រុង Washington ហើយអាមេរិកចង់ឲ្យអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលត្រឹមនៅថ្ងៃប្រហ័សសប្តាហ៍ក្រោយប្រភពមួយក្នុងចំណោមនោះបាននិយាយយ៉ាងដូចនេះថាពួកគេចង់បញ្ចប់សង្គ្រាមហើយចង់ឲ្យអ៊ុយក្រែនជាអ្នកទ
ទទួលរងផលវិបាកក្នុងគ្នាជាមួយនោះដែរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាសំណើរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិភាពនៅអ៊ុយក្រែនអាចដើរតួជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសម្រាប់ចំនួនបានប្រសិនបើទីក្រុងហ្គីវបដិសេធនោះកងកម្លាំងរុស្ស៊ីនឹងបន្តឆ្ពោះទៅមុខកាន់តែខ្លាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឲ្យដឹងថារុកលោកទុកពេលឲ្យអ៊ុយក្រែនរហូតដល់ថ្ងៃប្រហ័សសប្តាហ៍ក្រោយដើម្បីទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដែលគាំទ្រលក្ខខណ្ឌទាមទារសំខាន់ៗរបស់រុស្ស៊ីស្ដីពី NATO ទឹកដីនិងកងកម្លាំងយោធារបស់អ៊ុយក្រែនលោក Putin បាននិយាយថាបើតាមការយល់ឃើញរបស់លោកគឺផែនការសន្តិភាពខាងលើអាចប្រើប្រាស់ជាមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយដោយសន្តិវិធីចុងក្រោយមួយលោកប្រធានាធិបតីរុស្ស៊ីបានបន្ថែមថាផែនការសន្តិភាពទាំង28ចំណុចនេះមិនទាន់ត្រូវបានពិភាក្សាលម្អិតជាមួយសហរដ្ឋអាមេរិកនៅឡើយនោះទេប៉ុន្តែទីក្រុងមូស្គូទទួលបានឯកសារចម្លងរបស់វាជាចុងក្រោយលោកពូទីនបានសង្កត់ធ្ងន់ថាទីក្រុងគៀវនិងក្រុមមហាអំណាចនៅអឺរ៉ុបហាក់នៅតែមិនទាន់យល់ច្បាស់អំពីការពិតជាក់ស្ដែងដែលថាកងកម្លាំងរបស់រុស្ស៊ីកំពុងទទួលបានភាពរីកចម្រើនលើសមរភូមិនៅអ៊ុយក្រែនហើយនឹងបន្តបន្ថែមទៀតលុះត្រាតែមានសន្តិភាពលោកពូទីនបាននិយាយថាកងកម្លាំងរុស្ស៊ីទើបតែដណ្ដើមកាន់កាប់បានសឹងតែទាំងស្រុងនៅទីក្រុងគូភិនភាគឦសានអ៊ុយក្រែនបើទោះបីជាក្រុងហ្គៀវបានបដិសេធក៏ដោយហើយជោគជ័យបែបនេះនឹងបន្តកើតមានប្រសិនបើអ៊ុយក្រែនបដិសេធផែនការរបស់សហរដ្ឋអាមេរិកដំណើរការស្វែងរកសន្តិភាពបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនបានចប់គាំងមួយផ្នែកធំចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងកិច្ចប្រជុំកំពូលមួយនៅរដ្ឋ Alaska កាលពីខែសីហាកន្លងទៅប៉ុន្តែកិច្ចចរចាស្វែងរកសន្តិភាពហាក់ដូចជាកំពុងមានសន្ទុះសាជាថ្មីតាមសារព័ត៌មានអាមេរិក Politicoសហរដ្ឋអាមេរិកនិងរុស្ស៊ីបានធ្វើការជាសម្ងាត់ជាមួយគ្នាលើការសរសេរផែនការសន្តិភាពចំនួន28ចំណុចថ្មីមួយសម្រាប់អ៊ុយក្រែនហើយក្រុមមន្ត្រីអាមេរិកថែមទាំងមានសុទ្ធិនិយមទៀតផងថាកិច្ចព្រមព្រៀងមួយអាចនឹងឈានដល់ក្នុងពេលអនាគតដ៏ខ្លីខាងមុខដោយឡែកកាសែតអាមេរិក New York Times បានរាយការណ៍នៅក្រោមផែនការថ្មីខាងលើទីក្រុងហ្គៀវនឹងតម្រូវឲ្យបោះបង់ចោលទឹកដីកាត់បន្ថយទំហំយោធាពាក់កណ្ដាលនិងប្រភេទអាវុធមួយចំនួនផែនការថ្មីនេះដែលត្រូវបានព្រៀងឡើងដោយមិនមានអ៊ុយក្រែនចូលរួមបានឆ្លុះបញ្ចាំងពីការទាមទារជ្រុលហួសហេតុរបស់វិមានកម្លាំងចាប់តាំងពីសង្គ្រាមអ៊ុយក្រែនទុះឡើងកាលពីឆ្នាំ2022មកនិងដែលត្រូវបានអ៊ុយក្រែនទាត់ចោលនេះជាកិច្ចប្រឹងប្រែងចុងក្រោយបំផុតមួយរបស់រដ្ឋបាលលោកត្រាំដើម្បីស្ដារកិច្ចចរចាកំពុងជាប់គាំងឡើងវិញតែអ្នកអត្ថាធិប្បាយអ៊ុយក្រែនខ្លះមើលឃើញថាវាជាការប៉ុនប៉ងមួយក្នុងការដាក់សម្ពាធឲ្យអ៊ុយក្រែនធ្វើសម្បទានក្នុងបរិបទរដ្ឋាភិបាលលោក Zelensky កំពុងចុះខ្សោយដោយសាររឿងអាស្រូវពុករលួយដែលអាចនឹងបំបាក់ស្មារតីសម្ព័ន្ធមិត្តលោកខាងលិចពីការបន្តបញ្ជូនជំនួយទៅឲ្យអ៊ុយក្រែនកំពុងរងសម្ពាធយ៉ាងខ្លាំងនៅលើសមរភូមិសង្គ្រាមផងដែរជាពិសេសក្នុងតំបន់ខាងកើតអ៊ុយក្រែនជាទីដែលកងទ័ពរុស្ស៊ីនៅតែបន្តរីកចម្រើនសម្ពាធដែលរដ្ឋាភិបាលលោក Zelensky កំពុងប្រឈមនេះហើយអាចជាហេតុផលមួយធ្វើឲ្យរដ្ឋបាលលោកត្រាំជំរុញផែនការសន្តិភាពថ្មីមួយនេះឡើងដោយជឿថាមានឱកាសនឹងទទួលបានជោគជ័យលោក Konstantin Yeltsin ជាអតីតទីប្រឹក្សាគោលនយោបាយការបរទេសរបស់ប្រធានាធិបតីអ៊ុយក្រែននិងមានជំហរនយោបាយជំទាស់នឹងលោក Zelensky បាននិយាយថារឿងមួយដែលច្បាស់នោះគឺជំហររបស់អ៊ុយក្រែននៅពេលនេះមិនមានភាពរឹងមាំទៀតនោះទេហើយវាមិនត្រឹមតែត្រូវមើលឃើញនៅក្នុងប្រទេសប៉ុណ្ណោះនោះទេសូម្បីតែដៃគូរបស់យើងក្នុងនោះរួមមានសហរដ្ឋអាមេរិករួមទាំងសត្រូវឈ្លានពានរុស្ស៊ីក៏មើលឃើញដែរខាងសេតវិមានមិនទាន់ធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្តីលម្អិតនៃផែនការសន្តិភាពអ៊ុយក្រែននៅឡើយនោះទេនៅពេលត្រូវបានសាកសួរដោយក្រុមអ្នកសារព័ត៌មានអំពីផែនការនោះលោក Stephen Miller អ្នកនាំពាក្យសេតវិមានបានឆ្លើយថាមិនមានព័ត៌មានឬសេចក្តីប្រកាសណាមួយត្រូវបានធ្វើឡើងនោះទេសហរដ្ឋអាមេរិកកំពុងស្ដារកិច្ចប្រឹងប្រែងការទូតរបស់ខ្លួនឡើងវិញបន្ទាប់ពីមានកិច្ចប្រជុំជាច្រើនជាមួយក្រុមមន្ត្រីរុស្ស៊ីនិងអ៊ុយក្រែនរួមទាំងកិច្ច
ប្រជុំកម្ពុជារវាងលោកត្រាំនិងលោកពូទីនដោយនៅតែមិនអាចរកច្រកចេញបាននៅឡើយរដ្ឋបាលលោកត្រាំបានដាក់សម្ពាធលើរុស្ស៊ីនិងអ៊ុយក្រែនឲ្យសរសេរលក្ខខណ្ឌសម្រាប់ការផ្សះផ្សាមួយដែលអាចនឹងក្លាយទៅជាមូលដ្ឋាននៃកិច្ចចរចាគណៈប្រតិភូមួយនៃមន្ត្រីយោធាជាន់ខ្ពស់អាមេរិកត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅកាន់ទីក្រុងហ្គាវកាលពីថ្ងៃពុធទី19 ខែវិច្ឆិកាដើម្បីជួបចរចាជាមួយមន្ត្រីអ៊ុយក្រែនអំពីការបំបែកភាពជាប់គាំងតាមសារព័ត៌មានអាមេរិកដដែល Politico ផែនការសន្តិភាពសម្ងាត់រវាងអាមេរិកនិងរុស្ស៊ីបានលេចចេញជារូបរាងឡើងចេញពីជំនួបរវាងលោក Steve Witkoff ជាបេសកជនពិសេសរបស់លោកត្រាំនិងសម្ភាគីរបស់លោកគឺលោក Kirill Dmitriev មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថារដ្ឋបាលលោកត្រាំបានជួយដំណឹងដល់អ៊ុយក្រែនអំពីកិច្ចចរចាតែអ៊ុយក្រែនមិនបានចូលរួមទេហើយថាអ៊ុយក្រែនមិនអាចទទួលយកបានឡើយតាមលក្ខខណ្ឌនៅក្នុងផែនការសន្តិភាពថ្មីនៅក្រោមផែនការសន្តិភាពថ្មីដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីបានសរសេរសម្រាប់អ៊ុយក្រែនទីក្រុងហ្គាវតម្រូវឲ្យបោះបង់ចោលទឹកដី Donbas ទាំងមូលទៅឲ្យរុស្ស៊ីក្នុងនោះមានទាំងទឹកដីដែលកងទ័ពរុស្ស៊ីមិនទាន់បានវាយកបាន Deep State ជាក្រុមមួយមានទំនាក់ទំនងជាមួយយោធាអ៊ុយក្រែនបាននិយាយថាឯខាងលើកម្រិតរីចម្រើនបច្ចុប្បន្នកងទ័ពរុស្ស៊ីត្រូវចំណាយពេល4ឆ្នាំទៀតដើម្បីវាយកតំបន់ Donbas ទាំងមូលគួរឲ្យភ្ញាក់ផ្អើលទៅទៀតនោះផែនការសន្តិភាពថ្មីនឹងតម្រូវឲ្យអ៊ុយក្រែនកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួនទៅពាក់កណ្ដាលពីចំនួនកងទ័ពបច្ចុប្បន្នព្រមទាំងទទួលស្គាល់តំបន់គ្រីមៀនិងទឹកដីអ៊ុយក្រែនដទៃទៀតដែលរុស្ស៊ីកំពុងតែកាន់កាប់ជាទឹកដីរបស់រុស្ស៊ីបន្ថែមពីលើនេះរុស្ស៊ីក៏បានទាមទារដែរមិនឲ្យមានវត្តមានកងទ័ពបរទេសនៅលើទឹកដីអ៊ុយក្រែនកំពុងគ្រប់គ្រងនោះទេនៅបន្ទាប់ពីមានបទឈប់បាញ់ការទាមទារនេះគឺជាការបដិសេធនិងសំណើរបស់បារាំងនិងចក្រភពអង់គ្លេសដែលចង់ដាក់ពង្រាយកងទ័ពដើម្បីធានាសន្តិភាពនៅអ៊ុយក្រែនក្រោយសង្គ្រាមបានបិទបញ្ចប់កាន់តែអស្ចារ្យទៅទៀតនោះផែនការសន្តិភាពថ្មីនឹងតម្រូវឲ្យអ៊ុយក្រែនបោះបង់ចោលអាវុធរយៈចម្ងាយឆ្ងាយមួយចំនួនទៀតផងគណៈដែលសប្តាហ៍ថ្ងៃអ៊ុយក្រែនតែងតែដឹកនាំការវាយប្រហារដោយប្រើដ្រូនផលិតក្នុងស្រុកជាប្រចាំលើគោលដៅស្ថិតនៅក្នុងទឹកដីរុស្ស៊ីក្នុងនោះរួមមានទាំងទីក្រុងមូស្គូគូបញ្ជាក់ថារុស្ស៊ីបានឲ្យសញ្ញាថាខ្លួននឹងបន្តធ្វើសង្គ្រាមរហូតទាល់តែអ៊ុយក្រែនយល់ព្រមធ្វើតាមលក្ខខណ្ឌដែលខ្លួនចង់បានទីក្រុងហ្គាវបាននិយាយថាការផ្ដល់សម្បទានដូចជាដីប្រៀបបានដូចជាការផ្ដល់រង្វាន់ទៅឲ្យការឈ្លានពានរបស់រុស្ស៊ីហើយទុកឲ្យអ៊ុយក្រែនទន់ខ្សោយនិងងាយរងគ្រោះជាមួយការអះអាងថារុស្ស៊ីអាចនឹងប្រើប្រាស់បទឈប់បាញ់ណាមួយដើម្បីប្រមូលផ្ដុំកងទ័ពសម្រាប់ការឈ្លានពានជាថ្មីនៅពេលអនាគតជាមួយគ្នានេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃសុក្រនេះបានថ្លែងសារទៅកាន់ប្រជាជាតិដោយអំពាវនាវឲ្យមានការរួបរวมគ្នាជាធ្លុងមួយខណៈដែលប្រទេសនេះកំពុងតែប្រឈមមុខនឹងសម្ពាធដ៏ធ្ងន់ធ្ងរពីការចរចាជាមួយសហរដ្ឋអាមេរិកលើក្របខ័ណ្ឌសន្តិភាពថ្មីមួយជាមួយរុស្ស៊ីនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅក្នុងសន្ទរកថាដ៏មានសារៈសំខាន់នេះលោក Zelensky បានសង្កត់ធ្ងន់ថាឥឡូវនេះគឺជាគ្រាដ៏លំបាកបំផុតមួយនៃប្រវត្តិសាស្ត្ររបស់យើងសម្ពាធលើអ៊ុយក្រែនគឺធ្ងន់ធ្ងរបំផុតឥឡូវនេះអ៊ុយក្រែនអាចប្រឈមមុខនឹងជម្រើសដ៏លំបាកបំផុតគឺត្រូវបាត់បង់កិត្តិយសឬប្រថុយនឹងការបាត់បង់ដៃគូដ៏សំខាន់លោកក៏បានបញ្ជាក់ផងដែរថាអ៊ុយក្រែនត្រូវជ្រើសរើសរវាងការទទួលយកលក្ខខណ្ឌដ៏លំបាកចំនួន28ឬត្រូវប្រឈមនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយលោកក៏នឹងបន្តចរចាជាមួយនឹងអាមេរិកដោយការទទួលខុសត្រូវដើម្បីបង្ហាញថាអ៊ុយក្រែនពិតជាចង់បានសន្តិភាពមិនដោយការចោទប្រកាន់របស់សត្រូវនោះឡើយលោកក៏បានអំពាវនាវយ៉ាងទទូចដល់អ្នកនយោបាយនិងប្រជាពលរដ្ឋឲ្យបញ្ឈប់ការឈ្លោះប្រកែកគ្នានិងល្បែងនយោបាយដោយបញ្ជាក់ថាសហភានិងរាជរដ្ឋាភិបាលនៃប្រទេសដែលមានសង្គ្រាមត្រូវតែធ្វើការដោយឯករាជ្យនិងមានប្រសិទ្ធភាពតែទោះបីជាយ៉ាងណាក្នុងនោះដែរប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងចាំបាច់ត្រូវតែទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដែលសំដៅបិទបញ្ចប់សង្គ្រាមឈ្លានពានរបស់រុស្ស៊ីថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសតវិមានលោក Trump បានលើកឡើងថាការខិតជិតដល់សារជាថ្មីនៃរដូវរងាការកើនឡើងនៃចំនួនមនុស្សស្លាប់និងការវាយប្រហារខ្លាំងក្លាជាបន្តបន្ទាប់គ្នាលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនបានសង្កត់ធ្ងន់អំពីភាពចាំបាច់ដើម្បីបញ្ចប់សង្គ្រាមឲ្យបានជាបន្ទាន់លោកប្រធានាធិបតីអាមេរិកបានអះអាងថាទីក្រុង Washington មានមធ្យោ
បាយដើម្បីឈ្មោះទៅរកសន្តិភាពហើយលោក Zelensky នឹងចាំបាច់ត្រូវតែទទួលយកវាបើតាមលោកត្រាំរុកលោកទុកពេលឲ្យអ៊ុយក្រែនដល់ថ្ងៃប្រហ័សសប្តាហ៍ក្រោយដើម្បីទទួលយកផែនការរបស់លោកគួរបញ្ជាក់ផងដែរថាផែនការសន្តិភាពទាំង28ចំណុចរបស់សហរដ្ឋអាមេរិករួមទាំងលក្ខខណ្ឌដូចជាកំណត់ឲ្យអ៊ុយក្រែនត្រូវកាត់ទឹកដីទៅឲ្យរុស្ស៊ីទទួលយកការដាក់កំហិតលើយោធារបស់អ៊ុយក្រែននិងបោះបង់មហិច្ឆតាចូលជាសមាជិកអង្គការ NATO យ៉ាងណាមិញក្នុងនោះក៏រួមមានលក្ខខណ្ឌមួយចំនួនដែលទីក្រុងមូស្គូអាចនឹងជំទាស់ផងដែរហើយទាមទារឲ្យកងកម្លាំងរបស់រុស្ស៊ីដកថយចេញពីតំបន់ខ្លះដែលពួកគេបានកាន់កាប់បន្ថែមពីនេះសហរដ្ឋអាមេរិកបានគម្រាមកាត់ផ្តាច់ការចែកចាយព័ត៌មានសម្ងាត់និងការផ្គត់ផ្គង់សភាវុធសម្រាប់អ៊ុយក្រែនដើម្បីដាក់សម្ពាធឲ្យទទួលយកផែនការសន្តិភាពរបស់ប្រធានាធិបតីលោក Donald Trump សារព័ត៌មាន Reuters បានរាយការណ៍ដូចខាងលើដោយផ្អែកលើប្រភពចំនួន2ដែលដឹងស៊ីជម្រៅអំពីបញ្ហានេះដោយនិយាយនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណប្រភពដដែលបានលើកឡើងថាទីក្រុងហ្គៀវកំពុងស្ថិតក្រោមសម្ពាធខ្លាំងបំផុតរបស់ទីក្រុង Washington ហើយអាមេរិកចង់ឲ្យអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងគោលត្រឹមនៅថ្ងៃប្រហ័សសប្តាហ៍ក្រោយប្រភពមួយក្នុងចំណោមនោះបាននិយាយយ៉ាងដូចនេះថាពួកគេចង់បញ្ចប់សង្គ្រាមហើយចង់ឲ្យអ៊ុយក្រែនជាអ្នកទទួលរងផលវិបាកក្នុងគ្នាជាមួយនោះដែរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថាសំណើរបស់សហរដ្ឋអាមេរិកសម្រាប់សន្តិភាពនៅអ៊ុយក្រែនអាចដើរតួជាមូលដ្ឋានគ្រឹះនៃដំណោះស្រាយសម្រាប់ចំនួនបានប្រសិនបើទីក្រុងហ្គៀវបដិសេធនោះកងកម្លាំងរុស្ស៊ីនឹងបន្តឆ្ពោះទៅមុខកាន់តែខ្លាំងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឲ្យដឹងថារុកលោកទុកពេលឲ្យអ៊ុយក្រែនរហូតដល់ថ្ងៃប្រហ័សសប្តាហ៍ក្រោយដើម្បីទទួលយកផែនការសន្តិភាពរបស់សហរដ្ឋអាមេរិកដែលគាំទ្រលក្ខខណ្ឌទាមទារសំខាន់ៗរបស់រុស្ស៊ីស្ដីពី NATO ទឹកដីនិងកងកម្លាំងយោធារបស់អ៊ុយក្រែនលោក Putin បាននិយាយថាបើតាមការយល់ឃើញរបស់លោកគឺផែនការសន្តិភាពខាងលើអាចប្រើប្រាស់ជាមូលដ្ឋានគ្រឹះសម្រាប់ដំណោះស្រាយដោយសន្តិវិធីចុងក្រោយមួយលោកប្រធានាធិបតីរុស្ស៊ីបានបន្ថែមថាផែនការសន្តិភាពទាំង28ចំណុចនេះមិនទាន់ត្រូវបានពិភាក្សាលម្អិតជាមួយសហរដ្ឋអាមេរិកនៅឡើយនោះទេប៉ុន្តែទីក្រុងមូស្គូទទួលបានឯកសារចម្លងរបស់វាជាចុងក្រោយលោកពូទីនបានសង្កត់ធ្ងន់ថាទីក្រុងគៀវនិងក្រុមមហាអំណាចនៅអឺរ៉ុបហាក់នៅតែមិនទាន់យល់ច្បាស់អំពីការពិតជាក់ស្ដែងដែលថាកងកម្លាំងរបស់រុស្ស៊ីកំពុងទទួលបានភាពរីកចម្រើនលើសមរភូមិនៅអ៊ុយក្រែនហើយនឹងបន្តបន្ថែមទៀតលុះត្រាតែមានសន្តិភាពលោកពូទីនបាននិយាយថាកងកម្លាំងរុស្ស៊ីទើបតែដណ្ដើមកាន់កាប់បានសឹងតែទាំងស្រុងនៅទីក្រុងគូភិនភាគឦសានអ៊ុយក្រែនបើទោះបីជាក្រុងហ្គៀវបានបដិសេធក៏ដោយហើយជោគជ័យបែបនេះនឹងបន្តកើតមានប្រសិនបើអ៊ុយក្រែនបដិសេធផែនការរបស់សហរដ្ឋអាមេរិក